ได้ลือกันอย่างปีศาสนา Illuminati หรือมือที่แกหาท่าศาสนาลุกหลังให้ในตอนนี้ชื่อថាศาสนา Illuminati នេះปัจจุบันปัจจุบันให้ขังเลยនេះគឺជាសញ្ញាដែលតំណាងឲ្យศาสนา Illuminati បងប្អូនទាំងអស់គ្នាได้ចាប់អារម្មណ៍អត់សូម្បីតែនៅក្នុងกระดาษលុយ$1ក៏មានរូបភាពសញ្ញាមួយនេះដែរអ្នកទាំងអស់គ្នាអាចទៅពិនិត្យមើលលុយកระดาษ$1នឹងបានដោយរូបភាពខាងលើដែលខ្ញុំបានបង្ហាញអញ្ចឹងហើយសាសនា Illuminati មួយនេះខ្ញុំធ្លាប់ត្រូវបានលើគេនិយាយវែងញែកជាច្រើនខ្លាំងមែនតើហើយក៏ជាសាសនាមួយដែលមនុស្សគ្រប់គ្នាខ្លាចរអាផងដែរប៉ុន្តែតារាល្បីៗនិងអ្នកជំនួញធំមួយចំនួនមិនត្រឹមតែមិនខ្លាចនោះទេថែមទាំងបានដាក់ខ្លួនចូលទៅក្នុងសាសនាមួយនេះថែមទៀតផងក្នុងនោះមានដូចជា Justin Bieber, Lady Gaga, Obama, Eminem, Beyonce, Jay-Z, LeBron, Smith, Taylor Swift, Yen និង Queen Elizabeth ស្ដែងខ្ញុំធ្លាប់បានឃើញតារាចម្រៀងសុកគេមួយចំនួនដែលឡើងទៅ perform នៅលើឆាកអ្នកខ្លះគាត់បានលើកដៃធ្វើសញ្ញាសម្គាល់របស់សាសនាមួយនេះនៅពេលដែល perform ចប់ក៏មានដែរហើយខ្លះទៀតមានទាំងពាក្យ Illuminati នៅក្នុង lyric នឹងតែម្ដងតើពួកគាត់ទាំងអស់គ្នាពិតជាលក់បលឹងឲ្យទៅ Illuminati នឹងមែនឬអត់អញ្ចឹងបើសិនជាយើងចង់ដឹងរឿងនឹងកាន់តែច្បាស់យើងមានតែត្រឡប់មកនិយាយពីដើមសតវត្សទី18ក្នុងឆ្នាំ1776នៅឯ Bavaria ប្រទេសអាល្លឺម៉ង់វិញ Illuminati គឺជាអង្គការមួយដែលបានបង្កើតឡើងដោយជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះថា Adam Weishaupt គាត់បានបង្កើតឡើងក្នុងគោលបំណងចង់ផ្លាស់ប្ដូរសង្គមនិងពិភពលោកដែលកំពុងរស់នៅសពថ្ងៃ Adam Weishaupt គាត់ពិតជាឆ្លាតខ្លាំងមែនទែនគាត់បានរកសមាជិកជាច្រើនដើម្បីចូលទៅក្នុងអង្គការដែលគាត់បានបង្កើតឡើងហើយមួយរយៈក្រោយមកសមាជិកដែលនៅក្នុងអង្គការក៏បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយសមាជិកទាំងអស់នោះសុទ្ធសឹងតែជាអ្នកមានលុយនិងអ្នកមានចំណេះដឹងថ្ងៃមួយសមាជិកដែលនៅក្នុងក្រុមដំបងគេបង្អស់ទទួលបានភាពជោគជ័យនិងសមាជិកផ្សេងៗមួយចំនួនទៀតបានក្លាយទៅជាមេដឹកនាំរាជរដ្ឋាភិបាលថែមទៀតផងប៉ុន្តែនៅពេលដែលពួកគាត់ចាប់ផ្ដើមទទួលបានភាពជោគជ័យមនុស្សម្នាក់ៗចាប់ផ្ដើមមើលឃើញថាសមាជិករបស់ពួកគាត់នឹងសុទ្ធសឹងតែជាមនុស្សដែលមានគ្រោះថ្នាក់ដែលមិនអាចខិតទៅចិត្តបានទោះបីតែអ្នកធំនៅ Bavarian ក៏ខ្លាចសឹងតែមិនហ៊ានឡើងកាន់អំណាចនោះទេព្រោះពេលដែលគាត់ឡើងកាន់អំណាចគាត់មានបំណងចង់លុបបំបាត់សាសនា Illuminati និងចាប់អ្នកដែលកាន់សាសនាទាំងនោះដាក់ឃុំទាំងអស់តែម្ដងដើម្បីរំសាយនៅសមាជិកទាំងអស់នោះប៉ុន្តែតាមដែលដឹងនិងតាមជាក់ស្ដែងសាសនា Illuminati នៅតែមានមកដល់សពថ្ងៃនេះហើយថែមទាំងមានឥទ្ធិពលកាន់តែខ្លាំងក្លាជាងមុនទៅទៀតគេតែនិយាយថាសាសនា Illuminati តែងតែនៅពីក្រោយរឿងអាក្រក់ជាច្រើនដូចជាការធ្វើបដិវត្តនាសម័យបារាំងនិងការធ្វើឃាតប្រធានាធិបតីអាមេរិកដែលមានឈ្មោះថា John F Kennedy ជាដើមមិនត្រឹមតែប៉ុណ្្នឹងទេគេថែមទាំងនិយាយថាសាសនា Illuminati មួយនេះនៅពេលដែលយើងចូលសាសនាគេហើយយើងមានបំណងប្រាថ្នាអ្វីក៏គេអាចសម្រេចឲ្យយើងបានដូចគ្នាដូចថាអ្នកចម្រៀងគាត់ចង់ល្បីឈ្មោះគាត់ចង់មានគេស្គាល់ច្រើនអញ្ចឹងសាសនា Illuminati អាចបំពេញបំណងគាត់បានចង់មានចង់មានលុយច្រើនគឺអាចបានដូចចិត្តដូចបំណងទាំងអស់ប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវដឹងថាលើโลกនេះគ្មានអ្វីដែលធ្វើឡើងដោយមិនមានការផ្ដោះប្ដូរនោះទេព្រោះនៅពេលដែលយើងបានចូលសាសនាមួយនេះហើយគឺយើងបានលក់ព្រលឹងខ្លួនឯងទៅឲ្យបិសាចរួចទៅហើយអញ្ចឹងនៅពេលដែលយើងស្លាប់ទៅព្រលឹងរបស់យើងហ្នឹងគឺនឹងចោះទៅបំរើគេនៅឋាននរកដូចជាទេសកលអញ្ចឹងបើមិនដូច្នេះទេយើងនឹងត្រូវបាត់បង់សមាជិកណាម្នាក់នៅក្នុងចំណោមគ្រួសាររបស់យើងជាមិនខានឃើញអត់បងប្អូនទាំងអស់គ្នាគ្មានអ្វីដែលឲ្យមកយើងបានដោយស្រួលនោះទេសម្រាប់មនុស្សយើងធម្មតាពេលដែលគេធ្វើល្អដាក់យើងគេតែងតែរំពឹងផលតបស្នងហើយចោះទម្រាំតែនេះគឺជាបិសាចទៀតហ៎ប៉ុន្តែខ្ញុំឆ្ងល់មែនតើហ្មងទោះបីជាដឹងហើយថាសាសនាមួយនេះត្រូវតែមានការផ្ដោះប្ដូរតែមកដល់សពថ្ងៃនេះនៅតែមានអ្នកកាន់សាសនាមួយនេះទៀតហើយអ្វីដែលកាន់តែសំខាន់ជាងនឹងទៅទៀតនៅពេលដែលមនុស្សយើងម្នាក់ចូលកាន់សាសនា Illuminati ហើយគឺហាមដាច់ខាតឲ្យមានកញ្ចក់នៅក្នុងផ្ទះព្រោះថានៅពេលដែលយើងចូលសាសនានឹងហើយគឺយើងបានលក់ព្រលឹងទៅឲ្យគេហើយអញ្ចឹងហើយនៅពេលដែលយើងឆ្លងកញ្ចក់យើងនឹងឃើញបិសាចជាមិនខានអញ្ចឹងមិនថាអ្នកគ្នាដូចដែលខ្ញុំបាន mention នៅខាងមុខនឹងអញ្ចឹងថាអ្នកជោគជ័យនិងតារាចម្រៀងមនុស្សល្បីៗមួយចំនួនគឺសុទ្ធតែជាសមាជិកតូចមួយចំនួនរបស់សាសនា Illuminati តែបើសម្រាប់ខ្ញុំផ្ទាល់ហ្មងណាខ្ញុំចង់ឲ្យមនុស្សយើងគ្រប់គ្នាម្នាក់ត្រូវរំពឹងនិងជឿជាក់ទៅលើខ្លួនឯងដោយមិនចាំបាច់ត្រូវដោះដូរអ្វីមួយដើម្បីរឿងអ្វីមួយនោះទេទាំងអស់គ្នាជឿអត់មនុស្សយើងឲ្យតែមានការតាំងចិត្តនិងមានគោលដៅដឹងតែធ្វើបានហើយណាស់តែមនុស្សយើងខ្ជិលហើយអង្គុយចាំវាមករកយើងតែខ្លួនឯងតាពេលដែលខ្ញុំធ្លាប់បាននិយាយចឹងអត់មានអ្វីបានមកដែលងាយស្រួលទេអញ្ចឹងខ្ញុំសួរឲ្យអ្នកទាំងអស់គ្នារំពឹងទៅលើខ្លួនឯងល្អជាជាងទៅចូលសាសនាមួយដែលធ្វើបាបខ្លួនឯងនៅថ្ងៃមុខបើសម្រាប់បងប្អូនទាំងអស់គ្នាវិញគិតយ៉ាងណាដែរចង់ចូលសាសនាមួយនឹងដែរឬក៏រំពឹងទៅលើខ្លួនឯង comment នៅខាងក្រោមទាំងអស់គ្នា